ភ្ញៀវមិនបានអញ្ជើញនៅពាក់កណ្ដាលអាធ្រាត្រភាពតានតឹងបានចាប់ផ្ដើមឡើងម្ដងទៀតនៅមុខផ្ទះរបស់ Shenchen ក្នុងពេលរាត្រីដ៏សែនស្ងាត់បុរសម្នាក់ប្រហែលជាមែនទេបានមកដល់ទាំងយប់អាធ្រាត្រទៅជាមួយនឹងថ្នាំសង្កូវនិងអាហារខ្ចប់ហ្គេមីងដែលនៅទីនោះស្រាប់តែបានបង្ហាញការមិនពេញចិត្តនិងសួរដេញដោលថាហេតុអ្វីបានជាមកទាំងយប់ប្រលប់បែបនេះប៉ុន្តែភាគីម្ខាងទៀតបានទៅវិញយ៉ាងត្រជាក់ថាដើមមកពីខ្ញុំបារម្ភពីនាងចង់ឃើញនាងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានគឺលើកពីនេះគេបានរំលឹកហ្គេមីងឲ្យដឹងខ្លួនថាទីនេះគឺជាផ្ទះរបស់ Shenchen ហើយអ្នកទាំងពីរគ្រាន់តែជាភ្ញៀវដូចគ្នាបែបនេះហ្គេមីងគ្មានសិទ្ធិមកហាមឃាត់គេឡើយបរិយាកាសអាហារដ៏តានតឹងនៅពេលចូលមកដល់ក្នុងផ្ទះ Shenchen ដែលកំពុងតែមានសភាពល្វើយបាននិយាយថាខ្លួនឃ្លានខ្លាំងណាស់ការយកចិត្តទុកដាក់បានចាប់ផ្ដើមឡើងបុរសដែលមកថ្មីបានរៀបចំអាហារយ៉ាងយកចិត្តទុកដាក់និងជួយបដូរស្រោមជើងឲ្យនាងថែមទៀតផងនៅក្នុងរង្វង់អាហារសង្គ្រាមចិត្តសាស្ត្រមិនបានបញ្ចប់ឡើយខណៈដែល Gaming ព្យាយាមឲ្យ Shenchen ញ៉ាំស៊ុបមាន់ដើម្បីបំពេញសុខភាពបុរសម្នាក់ទៀតបែរជាធ្វើសកម្មភាពស្និទ្ធស្នាលជាងដែលធ្វើឲ្យ Gaming ខឹងសម្បាររហូតដល់និយាយថាឈប់ញ៉ាំទាំងអស់គ្នាទៅសុបិនអាក្រក់នឹងការលួងលោមភាពច្របូកច្របល់ក្នុងរង្វង់អាហារត្រូវបានកាត់ផ្តាច់ដោយសារ Shenchen ស្រាប់តែធ្លាក់ទៅក្នុងអាការៈរវើវាយនាងបានស្រែកហៅឲ្យម្ដាយជួយទាំងទឹកភ្នែកម៉ាក់ជួយកូនផងកូនមិនចង់ស្លាប់ទេសម្រែកដ៏ឈឺចាប់នេះបានធ្វើឲ្យ Gaming បោះបង់ភាពមានចោលរួចស្ទុះទៅអោបលួងលោមនាងយ៉ាងកក់ក្ដៅថាវិ Shenchen កុំខ្លាចអីមានគេទេក្មេងល្ងងខ្ញុំនៅទីនេះហើយគ្មានរឿងអីទេកុំខ្លាចអីណាក្រោមការលួងលោមយ៉ាងទន់ភ្លន់ Shenchen ក៏ចាប់ផ្ដើមស្ងប់ចិត្តនិងលងលក់ទៅវិញនៅក្នុងរង្វង់ដៃរបស់គេនៅពេលដែលបរិយាកាសត្រឡប់មករកភាពស្ងប់ស្ងាត់វិញខណៈដែល Shenchen កំពុងលងលក់ការសន្ទនាដ៏មានន័យមួយបានកើតឡើងរវាងតួអង្គប្រុសទាំងពីរមានការចោទសួរថាតើគេហ៊ានធ្វើបែបនេះតែពេលនាងគេងលក់មែនទេតើពេលនាងដឹងខ្លួនគេហ៊ានដែរឬទេបុរសម្នាក់នោះបានឆ្លើយទាំងភាពជឿជាក់ទោះបីជាចង្វាក់បេះដូងរបស់គេកំពុងតែលោតញាប់ញ័រមិនឈប់ក៏ដោយគឺសម្រាប់អ្នកគ្មានរឿងអ្វីដែលខ្ញុំមិនហ៊ានធ្វើនោះទេវាគឺជាការប្រកាសសង្គ្រាមស្នេហាយ៉ាងច្បាស់ក្រឡែតថាទោះបីជាត្រូវប្រឈមមុខនឹងអ្វីក៏ដោយក៏គេមិនបោះបង់ការការពារនិងការស្រឡាញ់ចំពោះ Shen នៅពេលដែលមិត្តភក្តិប្រុសជិតស្និទ្ធនិង crush របស់នាងលេចមុខនៅក្នុងផ្ទះក្នុងពេលតែមួយខេដេសាហេតុអីបានជាដៃរបស់អ្នករបួសបែបនេះកុំកម្រើកខ្ញុំនឹងខាត់ឈាមឲ្យឈឺឈានផ្ទះរបស់អ្នកក្តៅខ្លាំងណាស់មានកន្លែងណាអាចឲ្យខ្ញុំអង្គុយបានទេអ្នកនៅចាំទេមានរឿងអីកើតឡើងចំពោះដៃរបស់អ្នកអូរឿងនេះមែនទេវាជាស្នាមរបួសដែល Wen Chen ធ្វើឲ្យរលាកបន្តិចទៀតខ្ញុំនឹងលាបថ្នាំឲ្យអ្នកដែរអ្នកសួរ Wen Chen មើលទៅខ្ញុំមិនបានសួរទេវាដូចបេះបិទទៅនឹងស្នាមនៅលើចង្កេះរបស់ Sushian តែម្ដងសុំទោសជួយគេចផ្លូវបន្តិចអរគុណ Chen ឥឡូវនេះអ្នកត្រូវសម្រាកឲ្យបានច្រើនក្មេងល្អចូលទៅខាងក្នុងទៅលឿនឡើងរឿងរ៉ាវរវាង Sushian និង Wen Chen តើមាននរណាប្រាប់អ្នកទេពួកគេក៏មិនបានស្និទ្ធស្នាលគ្នាប៉ុន្មានទេសូម្បីតែប្រជ្រុយគ្រប់គ្រាប់លើខ្លួនគេក៏ខ្ញុំដឹងច្បាស់ដែរស្នាមមួយកន្លែងនោះគឺខ្ញុំជាអ្នកស្ទាបអង្អែលដោយផ្ទាល់ដៃហើយខ្ញុំធ្លាប់ថើបវាដោយផ្ទាល់តាំងពីខ្ញុំធំដឹងក្តីមកជាមួយ Chen កាលពីតូចសូម្បីតែនៅក្បែរឈ្មោះរបស់ Sushian គ្រប់កន្លែងក៏តែងតែមានឈ្មោះ Genian របស់ខ្ញុំតាមពីក្រោយដែរតើអ្នកយកអ្វីមកប្រកួតប្រជែងអ្នកនៅក្បែរគេរាប់សិបឆ្នាំមែនតែនៅថ្ងៃដំបូងដែលខ្ញុំលេចមុខគេក៏ស្រឡាញ់ខ្ញុំបាត់ទៅហើយពេលលេងបើគេយកទឹកមកឲ្យខ្ញុំពេលយប់គេមកញ៉ាំសាច់អាំងក្បែរផ្លូវជាមួយខ្ញុំសូម្បីតែមុខវិជ្ជាគណិតវិទ្យាដែលគេស្អប់បំផុតគេក៏សុខចិត្តនៅទល់ភ្លឺដើម្បីជួយរៀបចំចងក្រងលំហាត់ដែលខ្ញុំធ្វើខុសឡើងវិញទឹកដែលយកទៅឲ្យពេលលេងបាល់គឺខ្ញុំជាអ្នកទិញទេកន្លែងដែលទៅញ៉ាំសាច់អាំងជាមួយអ្នកគឺជាអាហារដែលខ្ញុំទៅញ៉ាំជាមួយគេសូម្បីតែសៀវភៅលំហាត់ដែលរៀបចំឲ្យអ្នកក៏ខ្ញុំជាអ្នកលុបហើយសរសេរឡើងវិញដែរ Shenji តើចង់សហការជាមួយខ្ញុំទេដើម្បីបំបែកបំបាក់ Sushian និង Genian អ្នកមើលខ្ញុំស្លៀកពាក់បែបនេះស្អាតទេខ្ញុំមិនចូលចិត្តមនុស្សស្រីស្លៀកសំពត់ទេព្រះអង្គម្ចាស់កែថ្ងៃនេះអ្នកមើលទៅស្អាតណាស់ពិតជាមានភ្នែកមុតមែនតោះយើងទៅញ៉ាំបាយសួស្ដីមិត្តរួមថ្នាក់យ៉ាខ្ញុំតាំងចិត្តទិញវាឲ្យអ្នកណាខ្ញុំមិនញ៉ាំរបស់ផ្អែមទេព្រះអង្គម្ចាស់យ៉ាខ្ញុំញ៉ាំលែងចូលហើយកុំខ្ជះខ្ជាយអី Sushian អ្នកមិនដឹងទេថាមិត្តរួមថ្នាក់គេផ្អែមណាស់ពិតណាស់ហើយមិនមើលទេថាអ្នកណាជាអ្នកទិញមិញអ្នកនិយាយថាអីទៅជាអីបងប្រុសគេខ្ញុំរងាណាស់តើអាចឲ្យខ្ញុំខ្ចីអាវក្រៅរបស់អ្នកពាក់បន្តិចបានទេមិនបានទេខ្ញុំក៏ខ្លាចរងាដែរអញ្ចឹងខ្ញុំអបអ្នកដើម្បីឲ្យកក់ក្ដៅមួយសន្ទុះក៏មិនបានដែរវានឹងដកយកកម្ដៅចេញពីខ្លួនខ្ញុំហេតុអីក៏ត្រជាក់យ៉ាងនេះហេតុអីខ្ញុំមិនមានអារម្មណ៍ថាត្រជាក់ផងមិនមានអារម្មណ៍ទេ
គេណែអ្នកកំពុងធ្វើអីហ្នឹងកុំដៅ5នាទីគិតជាមួយ100ពិន្ទុនៅជាមួយគេឲ្យគ្រប់5នាទីក៏គិតជាមួយ100ពិន្ទុដែរនេះចង់ផ្ដល់ភាពកក់ក្ដៅឬក៏ចង់ផ្លន់លុយនៅរងាទៀតទេខ្ញុំទៅវិញហើយខៃមែននៃមនុស្សដែលអ្នកស្រឡាញ់មិនមែនជាខ្ញុំទេតើអ្នកដឹងអីខ្លះខ្ញុំនៅដឹងទៀតថាមនុស្សដែលអ្នកស្រឡាញ់នឹងមិនមានថ្ងៃស្រឡាញ់ខ្ញុំឡើយក្នុងភាពតានតឹងនៅពេលមានការរារាំងមិនឲ្យនរណាម្នាក់លោតសម្លាប់ខ្លួនដោយបញ្ជាក់ថាការលោតចុះទៅមិនស្លាប់ទេតែនឹងត្រូវពីការដៃជើងដូចដែលធ្លាប់មានអ្នកសាកល្បងរួចមកហើយបន្ទាប់មកមានការបង្ខំឲ្យនារីម្នាក់ញ៉ាំអាហារឲ្យបានច្រើនដើម្បីឲ្យរបួសឆាប់ជាសះស្បើយនិងមានរូបរាងស្អាតនៅក្នុងថ្ងៃខួបកំណើតនាងត្រូវបានគេជូនពរឲ្យកាន់តែស្អាតនិងរៀនកាន់តែពូកែដើម្បីឲ្យអ្នកគ្រប់គ្នាស្រឡាញ់ដូចដែលបុរសម្នាក់នោះបាននិយាយថាទៅមើលចុះបើឯងប្រែជាស្អាតបែបហ្នឹងខ្ញុំនឹងស្រឡាញ់ឯងការលេចមុខរបស់ Tin Manny ផែនការបំបែកបំបាក់តួអង្គ Tin Manny បានលេចមុខឡើងជាមួយនឹងភាពអាថ៌កំបាំងនាងបានសួរទៅកាន់នារីម្នាក់ទៀតប្រហែលជា Chen ថាហេតុអ្វីបានជាទៅស្រឡាញ់មនុស្សដូចជាកាមេងម៉ែនេះបានបញ្ជាក់យ៉ាងច្បាស់ថានាងស្អប់កាមេងជាទីបំផុតហើយអ្នកដែលនាងស្រឡាញ់គឺល្អជាងគេ10000 ដងដើម្បីបង្ហាញមុខមាត់ពិតរបស់កាមេងនាងបានចាប់ផ្ដើមលេងល្បែងចិត្តសាស្ត្រមួយយ៉ាងស៊ីជម្រៅដោយប្រាប់ទៅកាន់កាមេងថាខ្ញុំចង់ឲ្យអ្នកបោះបង់ស្រីដែលអ្នកស្រឡាញ់មកឲ្យខ្ញុំនៅពេលឈៀនឈិនមានបញ្ហាសុខភាពនាងចុកពោះហើយនាងមិនអាចទៅញ៉ាំបាយជាមួយក្រុមសិស្សសាលាបានឡើយហ្គេមីងបានទិញសម្លេអនាម័យមកឲ្យនាងប៉ុន្តែម៉ែនេះបែរជាចូលមកបង្អាប់ហ្គេមីងថាគ្រាន់តែរឿងសំខាន់ប៉ុណ្ណឹងក៏ចាំមិនច្បាស់ហើយឲ្យឈៀនឈិនញ៉ាំត្រឹមទឹកក្តៅមួយកែវម៉ែនេះបានដើរតួជាអ្នកយកចិត្តធ្វើពុតជាសុំទោសដែលធ្វើឲ្យហ្គេមីងខឹងរួចក៏សម្ដែងធ្វើជាចង់ចាក់ចេញដើម្បីកុំឲ្យឈៀនឈិនពិបាកចិត្តប៉ុន្តែតាមពិតគឺដើម្បីឲ្យឈៀនឈិនកាន់តែខឹងហ្គេមីងមិនត្រឹមតែប៉ុណ្ណោះនៅក្នុងបន្ទប់ច្រៀងខារ៉ាអូកម៉ែនេះបានត្រៀមខ្លួនយ៉ាងល្អនាងចេះច្រៀងគ្រប់បទដែលឈៀនឈិនចេះទាំងភាសាកូរ៉េនិងបារាំងដោយនិយាយថាខ្លួនបានតាមដាននិងរក្សាទុកគ្រប់បទដែលឈៀនឈិនចូលចិត្តនាងបានប្រើសម្ដីចាក់ដោតថាខ្ញុំច្រណែនកាមេងណាស់ដែលមានឱកាសមកកំដរអ្នកច្រៀងបើថ្ងៃណាគេមិនទំនេរខ្ញុំនឹងមកជំនួសគេជំលុះបានឈានដល់កម្រិតកំពូលនៅពេលដែលកាមេងខកខានមិនបានទៅមើលការប្រគំតន្ត្រីជាមួយឈៀនឈិនដែលនាងខំចាំទិញសម្បត្តិអស់3ថ្ងៃ3យប់ព្រោះតែគេត្រូវទៅហាត់ហែលទឹកវាប្រែជាការយល់ច្រឡំកាន់តែធំដោយសារម៉ែនេះបាននិយាយថានាងភ្លេចប្រាប់កាមេងអំពីការណាត់ជួបនោះនៅពេលកាមេងនិងឈៀនឈិនឆ្លោះគ្នាម៉ែនេះបានចូលមកសម្ដែងជាតួឯកស្រីដែលស្លូតត្រង់ដោយនិយាយថាគុំឆ្លោះគ្នាដោយសារខ្ញុំអីកាមេងគេល្អណាស់គ្រាន់តែគេមិនសូវយល់ពីចិត្តអ្នកអ្វីគឺជាកំហុសរបស់ខ្ញុំនឹងទៅឥឡូវនេះពាក្យសម្ដីនេះបានធ្វើឲ្យឈៀនឈិនសម្រេចចិត្តដាច់ខាតប្រសិនបើនៅរាល់ពេលដែលខ្ញុំត្រូវការអ្នកបំផុតប៉ុន្តែអ្នកមិននៅទីនេះទេនោះទៅថ្ងៃមុខខ្ញុំក៏មិនត្រូវការអ្នកទៀតដែរសាច់រឿងបានបញ្ចប់ដោយពាក្យសម្ដីដ៏ត្រជាក់ស្រេងរបស់ម៉ែនេះទៅកាន់កាមេងថាឥឡូវនេះមើលទៅគេដូចជាមិនត្រូវការអ្នកទៀតទេមិនបាច់ឲ្យអ្នកលើកនាងឲ្យខ្ញុំឡើយព្រោះខ្ញុំអាចដណ្ដើមយកនាងមកដោយខ្លួនឯងបានព្រះអង្គម្ចាស់កតើចង់តាក់ទងខ្ញុំទេខ្ញុំចង់បានចម្លើយឥឡូវនេះតើអ្នកចង់ធ្វើជាមិត្តល្អឬក៏ជាមិត្តប្រុសខ្ញុំមិនទាន់បានគិតច្បាស់នៅឡើយទេធ្វើជាមិត្តល្អឬក៏ជាមិត្តប្រុសការសារភាពស្នេហ៍ជាផ្លូវការគឺខ្ញុំត្រូវតែជាអ្នកផ្ដើមមុនឆ្លើយនឹងខ្ញុំមកព្រះអង្គម្ចាស់អ្នកមិនទាន់ឆ្លើយនឹងខ្ញុំនៅឡើយទេឥឡូវនេះនិយាយឲ្យច្បាស់និងមើងម៉ាត់បន្តិចមកមិត្តស្រីបងស្រីខ្ញុំប្រាប់បងចុះមិត្តប្រុសរបស់ខ្ញុំសង្ហាខ្លាំងណាស់ថែមទាំងយកចិត្តទុកដាក់ខ្លាំងទៀតផងបន្តិចទៀតកុំឲ្យតែអ្នកអតីមើលមកថាឯងលើកដំកើងមិត្តប្រុសខ្លួនឯងពេកទៅបានហើយនេះគឺជាមិត្តប្រុសរបស់ខ្ញុំឈ្មោះកាមេងស៊ូស្ដីខ្ញុំឈ្មោះស៊ឺជីខ្ញុំស្គាល់អ្នកតើអ្នកជាមិត្តល្អរបស់ឈៀនឈិនមែនទេកាមេងតើអ្នកអាចជួយកាន់វ៉ាលីឲ្យខ្ញុំបន្តិចបានទេពិតជាបានប្រកាសណាស់ព្រោះយ៉ាងណាក៏ដោយខ្ញុំគឺជាមិត្តប្រុសរបស់ឈៀនឈិនហើយអ្នកក៏ជារបស់ខ្ញុំដែរបងស្រីឈៀនឈិនតោះទៅបងស្រីមានតែឈៀនឈិនទេដែលស័ក្តិសមនឹងខ្ញុំជាងគេព្រោះថាកម្ពស់របស់ពួកយើងគឺសមគ្នាបំផុតចំណែកឯរឿងផ្សេងទៀតក៏សមគ្នាឥតខ្ចោះដែរតើអ្នកកំពុងនិយាយរឿងឥតប្រយោជន៍អីហ្នឹង
សូមអញ្ជើញខាងក្នុងពួកយើងទាំង3នាក់មកថតរូបជុំគ្នាផ្ដិតយកអនុស្សាវរីយ៍មួយសន្លឹកទៅខ្ញុំចង់ថតជាមួយហ្គេមិញតែ2នាក់ទេអ្នកជួយថតឲ្យពួកយើង2 3សន្លឹកមកបានតើថតរួចហើយបងស្រីជួយថតឲ្យខ្ញុំនិងគេ2 3សន្លឹកដែរមកបានតើមកបច្ចេកទេសថតរូបរបស់ខ្ញុំមិនសូវល្អទេឬក៏ឲ្យខ្ញុំជួយថតឲ្យពួកអ្នកឡើងវិញមិនអីទេពួកយើងថតខ្លួនឯងក៏បានមើលមកកាមេរ៉ាមកពិតជាចៃដន្យមែនហ្គេមិញរ៉ូតអាវខាងក្រោយរបស់ខ្ញុំទាញឡើងមិនរួចសោះតើអ្នកអាចជួយខ្ញុំបន្តិចបានទេបានបងស្រីរត់ចប់ហើយហេតុអីជាអ្នកទៅវិញកើមិញនិយាយថាបងជាអ្នកហៅខ្ញុំឲ្យមកទីនេះបងស្រីនេះគឺជាមិត្តប្រុសរបស់ខ្ញុំតើឯងសំបីតែបងស្រីខ្លួនឯងក៏ចេះប្រច័ណ្ឌដែរមែនទេតាមពិតទៅគឺម៉ាក់របស់ឈៀនគាត់មិនសូវទុកចិត្តទើបគាត់ឲ្យបងមកសាក់ចិត្តកើមិញមើលបន្តិចថាតើគេជាមនុស្សដែលអាចពឹងផ្អែកបានឬអត់ត្រេកអរផងអ្នកប្រឡងចប់ហើយមើលថែឈៀនឲ្យបានល្អផងជូនពរឲ្យពួកអ្នកមានសេចក្តីសុខកើមិញមិនមែនជាប្រភេទមនុស្សដែលខ្ញុំចូលចិត្តតតែសោះបងស្រីចូលចិត្តតែមនុស្សដែលមានលក្ខណៈពិសេសតែប៉ុណ្ណោះឆាប់ក្រោកឡើងកុំដេកត្រមុខពេកចុះហេតុអីបានជាអ្នកមកលេចមុខនៅទីនេះទៅវិញនេះជាស្នាដៃផលិតរបស់រៀងខេងដែលធានាថាពិតជាអស្ចារ្យមិនឲ្យខកបំណងក្នុងរឿងនេះពួកអ្នកគឺជាតួឯកស្រីហើយមានឆេន KG ជាតួឯកប្រុសស្ដាប់ណាឲ្យតែហ៊ានចំណាយលុយពួកអ្នកនឹងក្លាយជាម្ចាស់តំណែងតួឯកភ្លាមនៅសល់តែម្នាក់ចុងក្រោយទេរៀបចំទឹកមុខឲ្យស្រស់ស្អាតបន្តិចមកត្រៀមសួស្តីអ្នកទាំងអស់គ្នារីករាយណាស់ដែលបានជួបជុំគ្នាខ្ញុំមានអារម្មណ៍ថាទម្រង់មុខស្រួចបែបនេះហាក់ដូចជាកំពុងតាមលងបន្លាចខ្ញុំមិនឈប់សោះចាំខ្ញុំជួយសម្រួលគេបន្តិចទៅចុះបងឆែនខ្ញុំនាំមនុស្សមកជួបហើយប្រយ័ត្នមើលបាល់ផងចប់បាត់ហើយលើកនេះចាំបន្តិចចាប់ពីពេលនេះទៅហាមសរសេររឿងប្រឡំលោកបែបនេះទៀតដាច់ខាតសូមឲ្យមានតែភាពស្រស់ស្រាយនិងក្តីសុខអរគុណច្រើនម្ចាស់ស្នាដៃរឿងកុសិទ្ធិត្រជាក់លងស្នេហ៍ស្រីស្អាតគឺរូបខ្ញុំនេះឯងមិននឹកស្មានថាអ្នកនៅតែចងចាំរឿងនេះសោះតើអ្នកពិតជាមិនភ្លេចវាពិតមែនឬឆេន KG យប់នេះទៅរកអីញ៉ាំជាមួយគ្នាទេចុះមិនមែនថាត្រូវចំណាយពេលលេងហ្គេមទេអីការងាររបស់ខ្ញុំស្លាប់ហើយខ្ញុំរកឈុតប៊ីគីនីមិនឃើញសោះឬមួយមានចោលលួចចូលផ្ទះប្រហែលជាខ្ញុំដាក់ច្រឡំកន្លែងណាទោះខំរកសពកន្លែងក៏ដោយក៏នៅតែបាត់ស្រមោលឈឹងលោកម្ចាស់កាដើម្បីកុំឲ្យខ្ញុំស្លៀកប៊ីគីនីចេញក្រៅអ្នកហ៊ានលាក់របស់ខ្ញុំផងខ្ញុំមិនបានហាមឃាត់មិនឲ្យស្លៀកឯណាគ្រាន់តែចង់ជួយពិនិត្យមើលភាពសិចស៊ីបន្តិចតើវាពិតជាលំបាកបន្តិចហើយយល់ព្រមទេអូខេថេងកុំអាលអីយកឈុតរបស់ខ្ញុំមកវិញភ្លាមវាមិនបាននៅទីនេះទេកុំអាលប្រញាប់អីខ្ញុំនឹងជួយដោះវាឲ្យដោយខ្លួនឯងអ្នកមានពេលពេញមួយយប់ចាំសន្សឹមទៅចុះមិនបាច់បង្ខំទេលោកម្ចាស់កាត្រូវត្រឡប់មកផ្ទះវិញឲ្យទាន់ម៉ោង10ណាសន្យាថាវានឹងមិនមានរឿងមិនទំនងកើតឡើងទេគ្រាន់តែទៅជួបជុំផឹកតែជែកគ្នាធម្មតាប៉ុណ្ណោះអ្នកប្រញាប់ទៅចុះលាហើយបងប្អូនស្រីឲ្យដល់ម៉ោងស្រីស្អាតបញ្ចេញរឹតហើយតោះចាប់ផ្ដើមអានឹងគ្រាន់តែផឹកតែជែកគ្នាលេងទេផឹកចប់ខ្ញុំនឹងប្រញាប់ត្រឡប់ទៅផ្ទះវិញភ្លាមព្រះឲ្យថេងហេតុអីបានជាអ្នកស្លៀកពាក់សិចស៊ីដល់ថ្នាក់ហ្នឹងមកពីថ្មីនេះខ្ញុំចាប់ផ្ដើមចូលចិត្តស្ទីលបែបនេះដូចដែលប៉ាធ្លាប់ប្រាប់អញ្ចឹង